ឆ្អឹងជំនីម្ដុំអាចច្នៃធ្វើម្ហូបបានពីរមុខចាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Daily Cooking Story ថ្ងៃនេះនាងខ្ញុំមានឆ្អឹងជំនីម្ដុំទិញអស់តែ10000ទេមួយចង្កៀតហ្នឹងវារៀងមានសាច់ដែរហ៎ចឹងខ្ញុំច្នៃធ្វើម្ហូបបានពីរមុខឆ្អឹងជំនីនេះនាងខ្ញុំលាងវាស្អាតហើយយកទៅស្រុះទឹកចេញម្សៅសិនណាហើយសម្រាប់បន្លែនេះវិញនាងខ្ញុំទិញអស់3000អញ្ចឹងសរុបមកអស់តែ13000ទេសម្រាប់ម្ហូបពីរមុខហ្នឹងហើយនេះគឺជាគ្រឿងកាត់ក្លិនឆ្អាបពីសាច់ឆ្អឹងជំនីរបស់យើងណាខ្ញុំមានសក្រីគល់ស្លឹកគ្រៃយើងដំវារៀងទួតិចទៅជាមួយនឹងស្លឹកសារ៉ាយសមុទ្រនេះសម្រាប់គេធ្វើស៊ុបរបស់ជប៉ុនមានស្លឹកក្រូចខ្ទឹមសម្ដេងមួយស្លឹកខ្ទឹមអីចឹងទៅអាហ្នឹងដាក់សម្រាប់កាត់ក្លិនឆ្អាបរបស់សាច់បើបងអូនមានខ្ទឹមបារាំងឬក៏ខ្ទឹមក្រហមអាចដាក់ថែមបានចង់ដុតគ្រឿងទាំងអស់ហ្នឹងក៏បានដែរតែនាងខ្ញុំខ្ជិលបើក air fryer អញ្ចឹងខ្ញុំដាក់វាទាំងស្រស់អញ្ចឹងមកទៅអញ្ចឹងយើងដាំទឹកសាឡរបស់យើងឲ្យពុះមកហើយយើងដាក់គ្រឿងកាត់ឆ្អាបនឹងចូលជាមួយនឹងសារាយសមុទ្រអីហ្នឹងយើងដាក់វាចូលទៅទាំងអស់ទៅបន្ទាប់មកទៀតចាំយើងដាក់ជាមួយនឹងឆ្អឹងជំនីហើយនឹងសាច់របស់យើងចូលទៅងាស់សម្រាប់សាច់របស់យើងបងប្អូនកុំភ្លេចលាងទឹកវាហើយស្រុះជាមួយនឹងទឹកក្តៅចោលមកពុះសិនដើម្បីកុំឲ្យឆ្អឹងជំនីរបស់យើងវាឆ្អាបណាចាបន្ទាប់ពីយើងដាក់សាច់ដាក់អីហើយអស់ហើយយើងបង់អំបិលសម្រាប់គ្រឿងទេសដំបូងបំផុតគឺនេះខ្ញុំដាក់តែអំបិលជាមួយនឹងម្រេចគ្រាប់ទេសម្រាប់គ្រឿងទេសដទៃទៀតយើងបង់នៅពេលក្រោយទៀតព្រោះឥឡូវហ្នឹងយើងត្រូវការបង្គាស់វាដើម្បីឲ្យទឹកស៊ុបរបស់យើងវាចេញជាតិល្អនេះខ្ញុំបង់តែអំបិលគ្រួសជាមួយនឹងម្រេចឯងហើយមានឡើងពពុះតិចៗហ្នឹងកុំភ្លេចដួសវាចេញផងដើម្បីកុំឲ្យទឹកស៊ុបយើងល្អណាយើងខ្ញុំតែងតែដួសពពុះចេញជានិច្ចមិនថាធ្វើស្លអីទេហើយសម្រាប់ការងាស់ស៊ុបរបស់យើងគឺនាងខ្ញុំអត់បិទកំហូបឆ្នាំងទេគឺចំហកំហូបឆ្នាំងហ្នឹងហើយខ្ញុំងាស់រយៈពេល60នាទីដោយបន្លែការ៉ុតជាមួយនឹងឆៃថាវហ្នឹងអត់ទាន់ដាក់ចូលទេព្រោះដោយសារតែយើងត្រូវការមកងាស់រយៈពេលយូរអញ្ចឹងបើសិនជាយើងដាក់ចូលពីឥឡូវទៅវាអាចនឹងលួយបន្លែយើងទឹកស៊ុបអត់ថ្លាទេនៅពេលដែលយើងដាក់អញ្ចឹងគឺធ្វើឲ្យទឹកស៊ុបរបស់យើងថ្លាហើយមានជាតិល្អយើងងាស់ដាក់ភ្លើងតិចបានហើយនេះខ្ញុំកាត់វីដេអូចូលមកដល់យើងងាស់បាន30នាទីបន្ទាប់ពីងាស់ស៊ុបនឹងបាន30នាទីហើយបានខ្ញុំដាក់បន្លែការ៉ុតជាមួយនឹងឆៃថាវនឹងចូលយើងនៅបន្តមកងាស់30នាទីទៀតដើម្បីឲ្យទឹកស៊ុបរបស់យើងកាន់តែមានជាតិអញ្ចឹងណាឥឡូវហ្នឹងខ្ញុំក៏អត់មានទាន់ថែមគ្រឿងអីដែរខ្ញុំដាក់តាការ៉ុតជាមួយនឹងឆៃថាវនឹងចូលទៅហើយយើងបន្តមកងាស់30នាទីទៀតចាំ30នាទីក្រោយចាំយើងថែមគ្រឿងទេសផ្សេងទៀតនេះកាត់ចូលកន្លែងខ្ញុំងាស់បាន30នាទីក្រោយបន្ទាប់ពីបង់បន្លែបងប្អូនសង្កេតឃើញទឹកស៊ុបឯងឡើងថ្លាព្រឿងហ្មងហើយរសជាតិវិញគឺឆ្ងាញ់ហ្មងសឹងថាបើអ្នកញ៉ាំសាបខ្លាំងគាត់សឹងថាមិនបាច់ថែមអីទៀតហ្មងណាដាក់តាមអំបិលម្សៅដែលខ្ញុំបានដាក់ពីមុនហ្នឹងគឺបានហ្មងតែខ្ញុំញ៉ាំរៀងដិតព្រោះដោយសារតែខ្ញុំត្រូវថែមជាមួយនឹងបន្លែស្ពៃជាមួយនឹងផ្សិតផ្សេងទៀតណាដូច្នេះខ្ញុំត្រូវថែមគ្រឿងយើងត្រូវស្រង់គ្រឿងដែលយើងដាក់កាត់ឆ្អាបហ្នឹងចេញព្រោះវាលួយអស់ក៏ទឹកស៊ុបរបស់យើងវាអត់ថ្លាដែរហើយម្យ៉ាងគ្រឿងទាំងអស់ហ្នឹងគឺយើងអត់ញ៉ាំទេអញ្ចឹងយើងស្រង់វាចេញទៅដើម្បីកុំឲ្យទឹកស៊ុបរបស់យើងវាសម្រាមអញ្ចឹងណាដូចគល់ល្ខៃគល់អីសបកខ្ទឹមសបកអីហ្នឹងយើងស្រង់វាចេញឲ្យអស់ទៅស្លឹកក្រូចអីហ្នឹងព្រោះយើងងាស់វាមកឡើង1ម៉ោងអីចឹងវាលែងមានក្លិនអីឲ្យចេញទៀតហើយវាចេញក្លិនអស់ហើយអញ្ចឹងយើងស្រង់វាចេញទៅកុំឲ្យឃើញទឹកស៊ុបរបស់យើងវាសកាអញ្ចឹងណាវាអត់ល្អមើលទេក៏អត់ស្រួលញ៉ាំដែរសម្រាប់សាច់ភ្នែកឆ្អឹងជំនីយើងងាស់រយៈពេល1ម៉ោងហ្នឹងគឺរសជាតិវាល្មមហ្មងវានៅរៀងឈប់ណាវាអត់ផុយពេកក៏វាអត់ស្វិតដែរវាឈប់ល្មមឆ្ងាញ់ហ្មងសម្រាប់សារ៉ាយស្មុតនេះខ្ញុំអត់ទាន់ស្រង់វាចេញទេខ្ញុំទុកវានៅនឹងសិនសម្រាប់គ្រឿងទេសបន្ទាប់ខ្ញុំដាក់ស្ករអំពៅខ្ញុំដាក់ស្ករអំពៅម្ដុំតូចទៅបងអូនដាក់ស្ករសក៏បានដាក់ស្ករក្រាមក៏បានស្ករត្នោតធម្មតាក៏បានដែរតែខ្ញុំមានស្ករអំពៅអញ្ចឹងខ្ញុំដាក់ស្ករអំពៅទៅហើយនេះគឺជាមុខម្ហូបទី2របស់ខ្ញុំលាយគ្រឿងដើម្បីប្រឡាក់ជាមួយនឹងឆ្អឹងជំនីដែលខ្ញុំដាក់ស្ងោរស៊ុបហ្នឹងណាអញ្ចឹងគ្រឿងដែលខ្ញុំធ្វើប្រឡាក់ហ្នឹងគឺវាមានទឹកម្ទេសទឹកសៀងជាមួយនឹងទឹកស៊ីអ៊ីវជប៉ុនហើយនឹងទឹកស៊ីអ៊ីវចិនចាថែមជាមួយនឹងប្រេងខ្យងមួយស្លាបព្រាបាយមកហើយសម្រាប់រសជាតិផ្អែមវិញខ្ញុំយកពីទឹកឃ្មុំខ្ញុំមានទឹកឃ្មុំអញ្ចឹងខ្ញុំដាក់ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ
ហើយសម្រាប់បើបងអូនចង់ញ៉ាំហឹរថែមម្ទេសហុយទៅបើអត់ទេមិនបាច់ថែមក៏បានដែរព្រោះហ្នឹងវាអត់ចាំបាច់ទេវាដកចេញបានទេហើយយើងកូរគ្រឿងទាំងអស់ហ្នឹងចូលគ្នាឲ្យសព្វមកឲ្យសព្វមែនតែនហើយបងប្អូនកុំភ្លេចតេស្តមើលបន្តិចផងថារសជាតិហ្នឹងវាត្រូវយើងចង់បាននៅអញ្ចឹងណាប្រៃផ្អែមល្មមនៅអីចឹងតែសម្រាប់ខ្ញុំគ្រឿងប៉ុណ្នេះគឺអូខេហើយសម្រាប់ខ្ញុំល្មមហ្មងរសជាតិប្រៃផ្អែមល្មមលាយគ្រឿងប្រឡាក់អាំងរួចហើយយើងទុកវាមួយឡែកសិនទៅយើងមកស្រង់សាច់ជាមួយនឹងឆ្អឹងបើយើងចេញទុកឲ្យវារៀងចុះត្រជាក់តិចចាំយើងយកទៅប្រឡាក់ជាមួយគ្រឿងដែលយើងបានលាយទុកមុនហ្នឹងណាសម្រាប់សាច់ប្រហែលដុំនេះគឺខ្ញុំអត់ប្រឡាក់ទាំងអស់ទេខ្ញុំប្រឡាក់តែ3ដុំទេដោយសារមួយដុំទៀតខ្ញុំហាន់វាដុំតូចៗដាក់ចូលនៅក្នុងស៊ុបវិញហើយសម្រាប់ទឹកស៊ុបហ្នឹងគឺខ្ញុំបង់អំបិលថែមបន្តិចណាព្រោះខ្ញុំត្រូវការវារៀងដុតបើបងប្អូនហត់ទឹកស៊ុបទៅទេអត់មានថែមបន្លែស្រស់មកទេបងប្អូនបាច់ថែមអំបិលទៀតក៏បានដែររសជាតិវាគឺល្មមហីតែខ្ញុំថែមបន្លែស្រស់មកអញ្ចឹងវាអាចនឹងធ្វើឲ្យទឹកស៊ុបរបស់យើងរៀងស្លែមអញ្ចឹងខ្ញុំថែមអំបិលចូលបន្តិចដើម្បីឲ្យវារៀងដុតចាបន្ទាប់ពីសាច់របស់យើងចុះត្រជាក់ហើយបងអូនអាចយកវាមកលាយជាមួយគ្រឿងនឹងបានលាយកូរច្បល់វាឲ្យសព្វហើយទុកវាមួយសន្ទុះទៅចាំយកវាទៅអាំងជាធម្មតានៅផ្ទះខ្ញុំមិនដែលអាំងខ្ជូងទេព្រោះខ្ញុំគិតថាវាមានផ្សែងវាមានអីវាហុយផេះហុយអីប្រឡាក់ជាមួយម្ហូបយើងអញ្ចឹងវាអត់ល្អសម្រាប់សុខភាពណាវាអាចប្រឈមជាមួយនឹងការកើតមហារីកអីចឹងទៅ mostly គឺខ្ញុំយកវាអាំងជាមួយនឹង air fryer ខ្ញុំអត់ដែលអាំងជាមួយខ្ជូងទេបន្ទាប់ពីប្រឡាក់ទុកមួយសន្ទុះហើយយើងយកវាមកដាក់នៅក្នុង air fryer ដើម្បីអាំងសម្រាប់នាទីក្នុងការអាំងខ្ញុំអត់បានកំណត់វាទេព្រោះយើងគ្រាន់តែអាំងវាដើម្បីឲ្យក្រៀមអាគ្រឿងនៅខាងក្រៅសាច់ហ្នឹងឲ្យវាជាប់ជាមួយនឹងសាច់របស់យើងទៅវាមានក្លិនឈ្ងុយអញ្ចឹងណាព្រោះសម្រាប់សាច់របស់យើងគឺវាឆ្អិនហើយអញ្ចឹងយើងអត់មានត្រូវចាំបាច់កំណត់ភ្លើងឲ្យវាឆ្អិនអីទេខ្ញុំឲ្យតែវាឡើងក្លិនឈ្ងុយមកគឺខ្ញុំដកវាចេញឲ្យវារៀងក្រៀមតិចហ្នឹងបានហើយឥឡូវយើងងាកមកមើលស៊ុបរបស់យើងវិញលើកនេះគឺខ្ញុំបើកភ្លើងវាឲ្យខ្លាំងហ្មងព្រោះខ្ញុំដល់ពេលត្រូវដាក់បន្លែអីយើងអាចបើកភ្លើងវាតិចទេត្រូវបើកភ្លើងវាឲ្យរៀងខ្លាំងដើម្បីឲ្យវាក្តៅខ្លាំងទៅយើងបង់បន្លែចូលមក5នាទីអីហ្នឹងគឺឆ្អិនល្អហ្មងអញ្ចឹងយើងអត់មានត្រូវបើកភ្លើងតិចទេនៅពេលដែលយើងបង់បន្លែឆៅយើងត្រូវបើកភ្លើងខ្លាំងដើម្បីឲ្យបន្លែរបស់យើងវាឆាប់ឆ្អិនអញ្ចឹងឲ្យពណ៌វាស្រស់ល្អកាលណាដែលយើងដាក់ភ្លើងទូចនៅពេលដែលយើងបង់បន្លែឆៅចូលវាធ្វើឲ្យបន្លែរបស់យើងវាអត់ស្រស់ទេវាអត់តំណងញ៉ាំអញ្ចឹងណាឥឡូវជាដំបូងគឺខ្ញុំបង់ផ្សិតចូលមុនព្រោះដោយសារតែផ្សិតវារៀងក្រឆ្អិនអញ្ចឹងយើងបង់ផ្សិតចូលទៅមុនទៅតោះមកចាំយើងបង់ជាមួយនឹងបន្លែខៀវខ្ញុំមានស្ពៃតឿបងអូនមានស្ពៃចង្កឹះដាក់ស្ពៃចង្កឹះទៅក៏ឆ្ងាញ់ដែរខ្ញុំទិញស្ពៃតឿមកខ្ញុំចូលចិត្តស្ពៃតឿជាងអញ្ចឹងខ្ញុំក៏ដាក់ស្ពៃតឿអញ្ចឹងយើងបើកភ្លើងឲ្យខ្លាំងអញ្ចឹងមកយើងបង់បន្លែហើយយើងទុកមកសន្ទុះទៅបងអូនមានជីម្វងបងអូនដាក់ជីម្វងតែខ្ញុំមានជីស្លឹកវែងអញ្ចឹងខ្ញុំក៏ថែមជាមួយនឹងជីស្លឹកវែងបន្តិចដើម្បីឲ្យវាឈ្ងុយអញ្ចឹងណាចាតែប៉ុណ្ណឹងយើងបិទភ្លើងចុះទូដាក់ចានគឺយកទៅតុកទទួលទានបានហើយបងអូនម្ហូបមកពេលនេះអស់តែ13000នេះខ្ញុំញ៉ាំបាន2នាក់ហើយឡើងឆ្អែតមែនតែនហើយនិយាយថាញ៉ាំហើយមានកម្លាំងហ្មងព្រោះដោយសារតែម្ហូបរបស់យើងទាំងសាច់ទាំងបន្លែគឺពោរពេញទៅដោយវីតាមីនជាមួយនឹងប្រូតេអ៊ីនអញ្ចឹងបើសិនជាបងប្អូនមានពេលអាចធ្វើស្លបែបហ្នឹងញ៉ាំជួបជុំគ្រួសារបានព្រោះវាធ្វើឲ្យយើងសុខភាពល្អមានកម្លាំងហើយយើងញ៉ាំឆ្ងាញ់ទៀតបងអូនឃើញទឹកស៊ុបឯឡើងថ្លាហ្មងអាចសាកធ្វើតាមរបៀបរបស់នាងខ្ញុំបានចាឥឡូវនេះគឺរួចរាល់ហើយឆ្អឹងជំនី10000បន្លែ3000ធ្វើម្ហូបបាន2មុខញ៉ាំគ្នា2នាក់យ៉ាងរំភើយហ្មងបងអូនអាចសាកធ្វើញ៉ាំទាំងអស់គ្នាណាងាយស្រួលធ្វើហើយរសជាតិឆ្ងាញ់ទៀតអរគុណជួបគ្នាជាមួយវីដេអូក្រោយណាបងអូន